រតនៈមួយនិងព្រះសង្ឃរតនៈមួយដែលជារតនៈដ៏ផ្សារពងពោះសូមនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងតាមដានស្ដាប់នៅវិទ្យុគោលតឹង FM 97.80 MHz ដែលផ្សាយចេញពីវត្តនិក្រូធវ័នគោលតឹងស្ថិតនៅរាជធានីភ្នំពេញក្នុងថ្ងៃនេះគឺជាថ្ងៃពុទ្ធ11កើតខែចេសពុទ្ធសករាជ2570ក្នុងរាត្រីថ្ងៃពុទ្ធនេះខ្ញុំកណាធម៌ភាពបានចូលមកកាន់បន្ទប់ផ្សាយផ្ទាល់ដើម្បីនឹងលើកយកនៅព្រះធម៌សម្ដែងប្រគេនដល់គុណចាស់គ្រប់ព្រះអង្គនិងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងតាមដានស្ដាប់វិទ្យុគោលតឹងនៅក្នុងពេលរាត្រីនេះនៅរាត្រីនេះខ្ញុំកណាធម៌ភាពនឹងលើកយកព្រះសូត្រពីព្រះសូត្រដែលមានសម្ដែងនៅក្នុងគម្ពីរបត្រៃបិដកសង្យុត្តនិកាយសគាធវៈនៅក្នុងព្រហ្មសង្យុត្តក្នុងសប្តាហ៍មុនខ្ញុំកណាធម៌ភាពក៏បានលើកយកមួយព្រះសូត្រហើយក្នុងថ្ងៃនេះនឹងលើកយកនៅព្រះសូត្រទី2និងព្រះសូត្រទី3ជាបន្តទៀតដែលមានសម្ដែងនៅក្នុងគម្ពីរបត្រៃបិដកលេខ30ទំព័រ31នៅក្នុងវគ្គ1គឺអាយាចនវគ្គចឹងព្រះសូត្រទី2នៅក្នុងអាយាចនវគ្គហ្នឹងគឺមានឈ្មោះថាគិរវៈសូត្រគិរវៈហ្នឹងគឺសំដៅដល់សេចក្តីគោរពដូចយើងនិយាយធ្វើគិរវៈអីចឹងគិរវៈចឹងខ្ញុំបកណាធម៌ភាពនឹងអាននៅក្នុងព្រះសូត្រនេះតែម្ដងត្រៃបិដកលេខ30ទំព័រ31គិរវៈសូត្រទី2ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទើបនឹងបានត្រាស់ដឹងជាដំបូងទ្រង់គង់នៅក្រោមដើមអច្ចបាលនិក្រូធប្របឆ្នេរស្ទឹងនេរញ្ជរាក្នុងឧរុវេលាប្រទេសគ្រានោះព្រះមានព្រះភិក្ខទ្រង់ស្ដេចទៅក្នុងទីស្ងាត់ទ្រង់សំងំនៅព្រះមានព្រះបរិវិតកៈក្នុងព្រះតីកើតឡើងយ៉ាងនេះថាបុគ្គលមិនមានសេចក្តីគោរពមិនមានសេចក្តីកោតក្រែងរមែងនៅជាទុក្ខអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ណាណោនេះគឺសេចក្តីខាងដើមនៃព្រះសូត្រដែលក្នុងកាលនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងជាដំបូងគឺក្នុងអត្ថកថាលោកសម្ដែងនៅក្នុងសប្តាហ៍ទី5ដែលព្រះអង្គគង់នៅពេលត្រាស់ដឹងដំបូងហ្នឹងមានទាំងអស់7សប្តាហ៍តែដែលព្រះអង្គត្រេះរិះនេះគឺនៅក្នុងសប្តាហ៍ទី5អង្គគង់នៅក្រោមដើមអច្ចបាលនិក្រូធប្របឆ្នេរស្ទឹងនេរញ្ជរាក្នុងឧរុវេលាប្រទេសចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ក្នុងទីស្ងាត់ព្រះអង្គគង់សំងំហើយក៏ព្រះអង្គមានបរិវិតកៈត្រេះរិះក្នុងបតី
កើតឡើងយ៉ាងនេះថាបុគ្គលមិនមានសេចក្តីគោរពមិនមានសេចក្តីកោតក្រែងរមែងនៅជាទុក្ខអញ្ចឹងព្រះអង្គត្រិះរិះព្រះវិតិកៈថាអ្នកដែលអត់គោរពកោតក្រែងហ្នឹងគឺរមែងនៅជាទុក្ខអញ្ចឹងព្រះអង្គត្រិះរិះថាព្រះអង្គនឹងគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ណាណអញ្ចឹងព្រះអង្គចង់ធ្វើសក្ការៈគោរពសមណៈព្រាហ្មណ៍ណាអញ្ចឹងខ្ញុំកណាអាត្មាភាពនឹងអានបន្តទៀតទើបព្រះមានព្រះភិក្ខមានព្រះតម្រិះយ៉ាងនេះថាអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ដទៃដើម្បីបំពេញនៅសីលខណ្ឌដែលមិនទាន់ពេញលេញតែថាក្នុងលោកព្រមទាំងទេវលោកមារលោកព្រហ្មលោកក្នុងពួកសត្វព្រមទាំងសមណៈព្រាហ្មណ៍ព្រមទាំងសមតិទេពនិងមនុស្សដសេសអាត្មាអញមិនបានឃើញសមណៈឬព្រាហ្មណ៍ដតីដែលបរិបូរណ៍ដោយសិលជាងខ្លួនអញដែលអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅឡើយអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ដតីដើម្បីបំពេញនៅសមាធិខណ្ឌឬសមាធិខណ្ឌដែលមិនទាន់ពេញលេញតែថាអាត្មាអញមិនឃើញសមណៈឬព្រាហ្មណ៍ដតីដែលបរិបូរណ៍ដោយសមាធិជាងខ្លួនអញក្នុងលោកព្រមទាំងទេវលោកពេដែលអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅឡើយអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ដតីដើម្បីបំពេញនៅបញ្ញាខណ្ឌដែលមិនទាន់ពេញលេញតែថាក្នុងលោកព្រមទាំងទេវលោកមារលោកព្រហ្មលោកក្នុងពួកសត្វព្រមទាំងសមណៈព្រាហ្មណ៍ព្រមទាំងសមតិទេពនិងមនុស្សដសេសអាត្មាអញមិនឃើញសមណៈឬព្រាហ្មណ៍ដតីដែលបរិបូរណ៍ដោយបញ្ញាជាងខ្លួនអញដែលអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅឡើយអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ដតីដើម្បីបំពេញនៅវិមុតតិខណ្ឌដែលមិនទាន់ពេញលេញតែថាក្នុងលោកព្រមទាំងទេវលោកពេលអាត្មាអញមិនឃើញសមណៈឬព្រាហ្មណ៍ដតីដែលបរិបូរណ៍ដោយវិមុតតិជាងខ្លួនអញដែលអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅឡើយអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅនឹងសមណៈឬព្រាហ្មណ៍ដតីដើម្បីបំពេញនៅវិមុតតិញ្ញាណទេសនខណ្ឌដែលមិនទាន់ពេញលេញតែថាក្នុងលោកព្រមទាំងទេវលោកមារលោកព្រហ្មលោកក្នុងពួកសត្វព្រមទាំងសមណៈព្រាហ្មណ៍ព្រមទាំងសមតិទេពនិងមនុស្សដសេសអាត្មាអញមិនឃើញសមណៈឬព្រាហ្មណ៍ដតីដែលបរិបូរណ៍ដោយវិមុតតិញ្ញាណទេសនៈជាងខ្លួនអញដែលអាត្មាអញគួរធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅឡើយបើដូច្នោះអាត្មាអញធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅចំពោះធម៌ដែលអាត្មាអញបានត្រាស់ដឹងហើយចឹងព្រះអង្គពិចារណាមើលដើម្បីធ្វើសេចក្តីគោរពកោតក្រែងចំពោះសមណៈព្រាហ្មណ៍ដតីណាដើម្បីព្រះអង្គបំពេញនៅ
សីលខណ្ឌដែលទីថាមិនទាន់ពេញលេញអញ្ចឹងណាអញ្ចឹងព្រះអង្គពិចារណាទៅវាអត់មានសមណៈព្រាហ្មណ៍ដតីអីដើម្បីមានសីលខណ្ឌប្រសើរជាងព្រះអង្គទៀតគឺអត់មានទាំងទាំងក្នុងលោកមនុស្សលោកណាព្រមទាំងទេវលោកមារលោកព្រហ្មលោកក្នុងពួកសត្វព្រមទាំងសមណៈព្រាហ្មណ៍ព្រមទាំងសមតិទេពហ្នឹងគឺសំដៅដល់ព្រះរាជាណាមានន័យថាទេវតាដោយសន្មតណាសំដៅដល់ព្រះរាជានិងមនុស្សដ៏សេះក្រៅពីព្រះរាជាហ្នឹងអាត្មាអញឃើញសមណៈព្រាហ្មណ៍ដតីដែលបរិបូរណ៍ដោយសិលជាងខ្លួនអញចឹងសិលហ្នឹងក៏ព្រះអង្គពិចារណាមិនរកមើលមិនឃើញអ្នកដតីដែលប្រសើរជាងព្រះអង្គដែរហើយសមាធិក៏អត់មានអ្នកដែលប្រសើរជាងព្រះអង្គដែរព្រះអង្គរកមើលអត់ឃើញហើយបញ្ញាហ្នឹងក៏អត់មានអ្នកណាដែលមានបញ្ញាស្មើនឹងព្រះអង្គដែរបញ្ញាខណ្ឌកំណើបញ្ញាហើយបញ្ញាខណ្ឌនិងវិមុតតខណ្ឌវិមុតតិហ្នឹងគឺការរួចផុតណាការអ្នកដែលរួចផុតដែលស្មើនឹងព្រះអង្គលើសជាងព្រះអង្គហ្នឹងគឺវាអត់មានហើយនឹងវិមុតតិញ្ញាណទស្សនខណ្ឌមុតញ្ញាណទស្សនខណ្ឌហ្នឹងក៏ជាលោកវិយៈដែរចឹងអត់មានអ្នកដែលប្រសើរជាងព្រះអង្គចឹងទាំងមារលោកទាំងលោកទេវលោករហូតដល់ព្រហ្មលោកសមណៈព្រាហ្មណ៍ដតីអីហ្នឹងអត់មានអ្នកស្មើព្រះអង្គចឹងព្រះអង្គពិចារណាថាម៉េចត្រេះរិះថាម៉េចគឺព្រះអង្គគោរពព្រះធម៌វិញណាបើដូច្នោះគូអាត្មាអញធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅចំពោះធម៌ដែលអាត្មាអញបានត្រាស់ដឹងហើយចឹងគឺព្រះអង្គរមើលសមណៈព្រាហ្មណ៍ដតីទេវតាមាព្រហ្មអីដើម្បីគោរពអត់មានទេចឹងប៉ុន្តែព្រះអង្គគោរពនៅធម៌ដែលព្រះអង្គត្រាស់ដឹងហើយហ្នឹងចឹងនៅខ្ញុំកណាធភាពនឹងអានបន្តទៀតលំដាប់នោះសហមបតិព្រហ្មដឹងនៅព្រះបរិវិតកៈក្នុងព្រះតីនៃព្រះមានព្រះភិក្ខដោយចិត្តហើយក៏បាត់អំពីព្រហ្មលោកមកប្រកាសក្នុងទីចំពោះព្រះភ័ក្ត្រព្រះមានព្រះភិក្ខដោយឆាប់ភ្លាមដូចជាបរោះមានកម្លាំងលាចេញនៅដៃដែលបត់ចូលឬបត់ចូលនៅដៃដែលលាចេញទើបសហមបតិព្រហ្មធ្វើនៅសម្ពុតឧត្តរាសង្ឃៈជាងស្មាម្ខាងប្រណម្យអញ្ជលីចំពោះព្រះមានព្រះភិក្ខក្រាបបង្គំទូលព្រះមានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះមានព្រះភិក្ខហេតុនោះយ៉ាងនេះហើយបបិទ្ធព្រះសុគតហេតុនោះយ៉ាងនេះហើយបបិទ្ធព្រះអង្គដ៏ចម្រើនសំបីព្រះមានព្រះភិក្ខទាំងឡាយណាជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងអតីតកាលព្រះមានព្រះភិក្ខទាំងនោះក៏បានធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅចំពោះធម៌យ៉ាងនោះដែរ
បើពិតប្រាងដោយចម្រើនទុកជាព្រះមានព្រះភិក្ខទាំងឡាយណាជាអរហន្តសម្មាសម្ពុទ្ធក្នុងអនាគតកាលព្រះមានព្រះភិក្ខទាំងនោះក៏នឹងធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅចំពោះធម៌យ៉ាងនេះដែរបើពិតប្រាងដោយចម្រើនសូមព្រះមានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធក្នុងកាលឥឡូវនេះទ្រង់ធ្វើសក្ការៈធ្វើសេចក្តីគោរពអាស្រ័យនៅចំពោះធម៌យ៉ាងនេះចុះចឹងសហមបតិព្រំនឹងក៏មកទូព្រះសម្មាសម្ពុទ្ធអំពីព្រះសម្មាសម្ពុទ្ធពីអតីតក្តីណាហើយព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងនឹងក៏គោរពនៅព្រះធម៌ដែរចឹងព្រះសម្មាសម្ពុទ្ធគឺព្រះអង្គទ្រង់គោរពធម៌ហើយព្រមនឹងដូចថាមកពោលទូលព្រះសម្មាសម្ពុទ្ធបន្ថែមអញ្ចឹងណាដើម្បីសម្ដែងនៅថាការជំរុញព្រះសម្មាសម្ពុទ្ធអញ្ចឹងណាឲ្យព្រះអង្គគ្រប់ធម៌អញ្ចឹងទៅប៉ុន្តែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គអាចដឹងដោយព្រះអង្គឯងក្នុងការត្រូវព្រះអង្គគ្រប់ធម៌ឲ្យនឹងប៉ុន្តែមានព្រំមកជួយពោលអីចឹងទៅក៏មនុស្សទាំងឡាយគេគោរពព្រំអីចឹងណាអញ្ចឹងក៏គេក៏គោរពធម៌អីចឹងទៅចឹងខ្ញុំកណាធម៌ភាពនឹងអានបញ្ចប់ប្រសូតនេះតែម្ដងសហមបតិព្រំបានពោលពាក្យនេះលុះពោលពាក្យនេះហើយក៏ពោលពាក្យនេះតទៅទៀតថាព្រះសម្ពុទ្ធទាំងឡាយណាជាអតីតក្តីព្រះសម្ពុទ្ធទាំងឡាយណាជាអនាគតក្តីព្រះសម្ពុទ្ធណាក្នុងកាលឥឡូវនេះក្តីទ្រង់ធ្វើសេចក្តីសោករបស់ជនទាំងឡាយដ៏ច្រើនឲ្យវិនាសព្រះសម្ពុទ្ធទាំងអស់នោះទ្រង់គោរពព្រះសម្ពុទ្ធក្នុងអតីតកាលផងបច្ចុប្បន្នកាលផងអនាគតកាលផងនេះជាធម្មតារបស់ព្រះពុទ្ធទាំងឡាយហេតុដូច្នោះបុគ្គលអ្នកស្រឡាញ់ខ្លួនប្រាថ្នានៅភាពនៃខ្លួនជាធំកាលរលឹកឃើញសាសនារបស់ព្រះពុទ្ធទាំងឡាយគួរធ្វើសេចក្តីគោរពព្រះសទ្ធម្មចឹងសហមបតិព្រំនឹងបានពោលបន្តទៀតណាគឺព្រះសម្មាសម្ពុទ្ធអតីតក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយណាជាអនាគតក្តីហើយព្រះសម្មាសម្ពុទ្ធក្នុងកាលឥឡូវនេះក្តីគឺព្រះអង្គទ្រង់គោរពនៅព្រះសម្មាសម្ពុទ្ធដែរណាពីព្រះសម្មាសម្ពុទ្ធអតីតណាព្រះសម្មាសម្ពុទ្ធទាំងអស់នោះទ្រង់គោរពព្រះសម្មាសម្ពុទ្ធក្នុងអតីតកាលផងបច្ចុប្បន្នកាលផងអនាគតកាលផងចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គគោរពព្រះសម្មាសម្ពុទ្ធអតីតជាដើមនឹងនេះជាធម្មតារបស់ព្រះពុទ្ធទាំងឡាយចឹងមានតែព្រះសម្មាសម្ពុទ្ធទេណាទៅព្រះសម្មាសម្ពុទ្ធរៀងអង្គទើបអាចដឹងថាព្រះសម្មាសម្ពុទ្ធនេះមានសីលខណ្ឌយ៉ាងម៉េចអីចឹងណាចឹងព្រោះ
ពុទ្ធញ្ញាណហ្នឹងមានតែពុទ្ធញ្ញាណដូចគ្នាទេมันអាចដឹងបានសាវៈអីហ្នឹងគឺมันអាចដឹងពីកម្រិតបញ្ញាញាណរបស់ព្រះសម្មាសម្ពុទ្ធអីបានទេចឹងហើយសម្បតិព្រំក៏រំលឹកដូចថាមនុស្សយើងដូចថាគួរតែគោរពព្រះធម៌ណាគួរធ្វើសេចក្តីគោរពព្រះធម៌ហើយដូច្នោះបុគ្គលអ្នកស្រឡាញ់ខ្លួនប្រាថ្នានៅភាពនៃខ្លួនជាធំកាលរលឹកឃើញសាសនារបស់ព្រះពុទ្ធទាំងឡាយគួរធ្វើសេចក្តីគោរពព្រះសទ្ធមនឹងសម្បតិព្រំនឹងឲ្យគោរពព្រះសទ្ធមព្រះសម្មាសម្ពុទ្ធព្រះអង្គគោរពព្រះសទ្ធមហើយនឹងបាច់និយាយទៅថ្មីដល់យើងជាមនុស្សសាមញ្ញធម្មតានឹងត្រូវតែគោរពធម៌គ្រប់ធម៌ស្ដាប់ធម៌ដោយគោរពចឹងណាយកចិត្តទុកដាក់ស្ដាប់មិនធ្វើចិត្តរាយមាយមិនទៅចែកគ្នាមិនកេះដីកេះអីចឹងណាពេលកំពុងស្ដាប់ធម៌ហ្នឹងហើយយើងតាំងចិត្តគោរពណាដោយយកចិត្តទុកដាក់ស្ដាប់និងគោរពធម៌មានរឿងរ៉ាវព្រាហ្មណ៍5នាក់ណាដែលស្ដាប់ធម៌អត់គោរពអ្នកខ្លះស្ដាប់ធម៌ទៅមើលផ្កាយអញ្ចឹងទៅខ្លះកេះដីអញ្ចឹងទៅខ្លះរួនដើមឈើហើយខ្លះទៀតដេកលក់ព្រាហ្មណ៍5នាក់ហើយមួយទៀតហើយទៅភ្លេចបាត់ហើយព្រាហ្មណ៍ដែលមើលផ្កាយហ្នឹងធ្លាប់ជាហោរាអញ្ចឹងធ្លាប់ជាហោរាពីជាតិមុនហ្នឹងទៅពងស្ដាប់ធម៌ហ្នឹងងើបក្បាលងើយកមើលផ្កាយអញ្ចឹងទៅហើយអ្នកដែលរួនដើមឈើហ្នឹងធ្លាប់កើតជាស្វាអញ្ចឹងទៅពងស្ដាប់ធម៌ហ្នឹងពងរួនដើមឈើអ្នកគូសដីហ្នឹងធ្លាប់កើតជាចលែនជាតិមុនអ្នកដេកលក់ដូចកើតជាពស់ធ្លាប់កើតជាពស់ចឹងហ្នឹងស្ដាប់ធម៌មិនដោយគោរពទេយ៉ាងការស្ដាប់ធម៌ដោយគោរពគឺយើងយកចិត្តទុកដាក់ស្ដាប់មិនត្រូវជែកគ្នាជាដើមចឹងប្រសូតទី2ហ្នឹងប៉ុណ្ណឹងខ្ញុំកណាត់ភាពនឹងចូលទៅប្រសូតទី3មួយទៀតឈ្មោះថាព្រហ្មទេវសូត្រណាព្រហ្មទេវៈហ្នឹងគឺជាឈ្មោះរបស់ភិក្ខុឈ្មោះលោកព្រហ្មទេវៈបើយើងវែកញែកស័ព្ទទៅព្រហ្មៈព្រហ្មណាហើយទេវៈហ្នឹងទេវតាណាចឹងព្រហ្មទេវៈមានន័យថាមិនទេវតានឹងព្រហ្មឬក៏ទេវតានឹងព្រហ្មចូលចិត្តលោកអីមិនដឹងចឹងខ្ញុំកណាត់មកភាពនឹងអាននៅក្នុងប្រសូតនេះតទៅព្រហ្មទេវសូត្រទី3ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងអារាមឈ្មោះចេតពុនរបស់អនាថបណ្ឌិកកហបតីទៀបក្រុងសាវត្ថីក៏សម័យនោះឯងកូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ឈ្មោះព្រហ្មទេពបានចូលទៅកាន់ភ្នោះក្នុងសំណាក់ព្រះមានព្រះភិក្ខគ្រានោះព្រះព្រហ្មទេពមានអាយុជៀសចេញទៅតែម្នាក់ឯងជាអ្នកមិនប្រមាទមានព្យាយាមដុតកម្ដៅកិលេសមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន
ក៏របត់ទាំងឡាយចេញចាកផ្ទះចូលទៅកាន់ភ្នោះដោយប្រពៃដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណាក៏បានធ្វើឲ្យជាក់ច្បាស់បានដល់ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្នចំពោះអនុត្តរធម៌នោះដែលជាទីបំផុតនៃព្រហ្មចរិយៈដោយមិនយូរប៉ុន្មានហើយសម្រាប់សម្រាននៅដោយអរិយាបថទាំង4ក៏ដឹងច្បាស់ថាជាតិអស់ហើយព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយសោលាសកិច្ចអាត្មាអញធ្វើស្រេចហើយមគ្គភាវនាកិច្ចដតីប្រព្រឹត្តទៅដើម្បីសោលាសកិច្ចនេះទៀតមិនមានឡើយបណ្ដាព្រះអរហន្តទាំងឡាយព្រះព្រហ្មទេពមានអាយុក៏ជាព្រះអរហន្តមួយអង្គដែរនេះគឺសេចក្តីខាងដើមនៃប្រសូតគឺកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវត្តចេតពុនរបស់អនាថបនិកសេដ្ឋីទីក្រុងសាវត្ថីហើយមានកូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ឈ្មោះព្រហ្មទេពព្រហ្មទេវៈហើយព្រហ្មទេពហ្នឹងដូចតែគ្នាទេគ្រាន់តែផ្លាស់ធ្វើទៅជាពើទៅជាព្រហ្មទេពអញ្ចឹងទៅកូននាងព្រាហ្មណីហ្នឹងមានន័យថាស្ត្រីណាស្ត្រីព្រាហ្មណីហ្នឹងមានន័យថាតកូលព្រាហ្មណ៍អញ្ចឹងគេហៅថាព្រាហ្មណីអញ្ចឹងទៅតកូលវាមានតកូលក្សត្រតកូលព្រាហ្មណ៍តកូលវិស័កសត្រៈអីចឹងទៅនៅប្រទេសឥណ្ឌាហ្នឹងមានតកូលច្រើនប៉ុន្តែតកូលក្សត្រនឹងប្រសើរជាងគេថាសក្យតកូលហ្នឹងហើយតបមកតកូលព្រាហ្មណ៍អីចឹងទៅអញ្ចឹងកូននាងព្រាហ្មណីហ្នឹងឈ្មោះព្រហ្មទេពបានមកបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធចឹងទៅក៏បានចេញទៅតែម្នាក់ឯងជាដើមណាជាបរិបត្តិធម៌ចឹងទៅក៏បានទៅជាព្រះអរហន្តទៅជាអ្នកមិនប្រមាទព្យាយាមដុតកម្ដៅកិលេសអីចឹងណាមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានក៏ល្បត់ទាំងឡាយចេញចាកផ្ទះចូលទៅកាន់ភ្នោះដោយប្រពៃចូលទៅកាន់ភ្នោះដោយប្រពៃហ្នឹងគឺក្នុងអត្ថកថាលោកមានពន្យល់ដែរគឺមិនមែនចូលទៅបួសហ្នឹងដោយមានអំណុលជាពាក់អំណុលគេទៅបួសអីគឺអត់ទេហើយមិនមែនបួសព្រោះមានភ័យណាភ័យខ្លាចអីមួយរត់ទៅបួសក៏អត់មែនដែរហើយមិនមែនបួសចិញ្ចឹមជីវិតណាចឹងក៏ការដែលព្រហ្មទេពទៅបួសហ្នឹងគឺមិនមែនបួសដោយហេតុ3ហ្នឹងទេណាបួសដោយប្រពៃហ្នឹងគឺថាបួសមិនមែនបួសព្រោះតែជាពាក់អំណុលគេមិនមែនបួសព្រោះតែខ្លាចអីមួយរត់ទៅបួសហើយក៏មិនមែនបួសដើម្បីចិញ្ចឹមជីវិតដែរគឺថាបួសដើម្បីឲ្យផុតចាកទុក្ខអីចឹងណាបដិបត្តិធម៌ចឹងក៏លោកបានសម្រេចជាព្រះអរហន្តទៅហើយក៏បានធ្វើជាក់ច្បាស់បានដល់ដោយប្រាជ្ញាដ៏ឧត្តមដែលខ្លួនឯងក្នុងបច្ចុប្បន្នចំពោះអនុត្តរធម៌អនុត្តរធម៌គឺវិតធម៌ដែលប្រសើរពងខ្ពស់ណាហើយដែលជាទីផុតនៃព្រហ្មចរិយៈដោយមិនយូរប៉ុន្មានហើយសម្រាប់សម្រាននៅដោយអរិយាបថទាំង4ក៏ដឹងច្បាស់ថាជាតិឲ្យព្រហ្មចរិយធម៌អាត្មាអញបានព្រឹត្តគ្រប់គ្រាន់ហើយសោលាសកិច្ច
មាអញបានធ្វើហើយសោលសកិច្ចនេះមានន័យថាកិច្ច16យ៉ាងសោលសៈហ្នឹងគឺ16ហើយនឹងកិច្ចក្នុងអត្តកថាលោកពយល់ដែរពាក្យថាសោលសកិច្ចហ្នឹងគឺបានដល់កិច្ចសំបី16យ៉ាងគឺបរិញ្ញាកិច្ចបហានកិច្ចសច្ឆិកិរិយាកិច្ចនិងភាវនាកិច្ចដោយមគ្គទាំង4ក្នុងសច្ចៈ4ធ្វើស្រេចហើយចឹងកិច្ច4យ៉ាងបរិញ្ញាកិច្ចកិច្ចកំណត់បហានកិច្ចកិច្ចដែលលះបង់សច្ឆិកិរិយាកិច្ចកិច្ចដែលធ្វើឲ្យជាក់ច្បាស់ហើយនឹងភាវនាកិច្ចចម្រើនអញ្ចឹងកិច្ច4ហ្នឹងនៅក្នុងមគ្គទាំង4ដូចថាសោតាបត្តមគ្គសកទាគាមគ្គអនាគាមគ្គហើយនឹងអរហត្តមគ្គអីចឹងទៅហើយក្នុងសច្ចៈ4ទុក្ខសច្ចៈសមុទយសច្ចៈអីជាដើមចឹងកិច្ច4ហើយយើងចែក4ក្នុងមគ្គ4សច្ចៈ4ទៀតទៅចឹងវា16ចឹងនៅក្នុងអត្តកថាពយល់ពីសោលសកិច្ចចឹងលោកបានទៅជាព្រះអរហន្តចឹងខ្ញុំគណៈធភាពនឹងអានតទៀតទើបព្រះព្រហ្មទេពមានអាយុស្លៀកស្បង់ប្រដាប់បាតនិងចីវរក្នុងប្រព័ន្ធហសម័យចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថីកាលកំពុងត្រាច់ទៅបិណ្ឌបាតតាមលំដាប់ច្រកក្នុងក្រុងសាវត្ថីក៏ចូលសម្ដៅទៅកាន់ផ្ទះមាតារបស់ខ្លួនក៏ក្នុងសម័យនោះនាងព្រាហ្មណីជាមាតារបស់ព្រះព្រហ្មទេពមានអាយុតែងរៀបចំនៅគ្រឿងបូជាជានិច្ចដល់ព្រហ្មលំដាប់នោះសហមបតិព្រហ្មមានសេចក្តីត្រេះរិះយ៉ាងនេះថានាងព្រាហ្មណីជាមាតារបស់ព្រះព្រហ្មទេពមានអាយុនេះតែងរៀបចំនៅគ្រឿងបូជាជានិច្ចដល់ព្រហ្មបើដូច្នោះមានតែអាត្មាអញចូលទៅរកនាងនោះហើយធ្វើឲ្យកើតសេចក្តីសង្វេគចឹងមេត្តារបស់លោកមេត្តារបស់ព្រះព្រហ្មទេពមានអាយុហ្នឹងតែងបូជាដល់ព្រហ្មណាលោកដាក់អាហារបិណ្ឌបាតគឺនាងហ្នឹងរៀបចំផ្ទះហ្នឹងលាបថ្នាំពណ៌ខៀវហើយយកអាហារហ្នឹងទៅលើអាខ្នងខាងលើផ្ទះដំបូលផ្ទះវាតែដំបូលផ្ទះហ្នឹងវាស្មើតាមមើលទៅលាបពណ៌ខៀវហើយចឹងយកអាហារហ្នឹងទៅដាក់បូជាដល់ព្រហ្មអត់យកទៅប្រគេនលោកកូនណាលោកព្រះព្រហ្មទេពហ្នឹងនាងហ្នឹងអត់យកទៅប្រគេនលោកកូនទេគឺយកទៅបូជាព្រហ្មនឹងមុនចឹងដល់ពេលចឹងសហមបតិព្រហ្មត្រេះរិះយ៉ាងម៉េចថានាងព្រាហ្មណីជាមាតារបស់ព្រះព្រហ្មទេពមានអាយុនេះតែងរៀបចំនៅគ្រឿងបូជាជានិច្ចដល់ព្រហ្មបាទដូច្នោះមានតែអាត្មាអញចូលទៅរកនាងនោះឲ្យធ្វើឲ្យកើតសេចក្តីសង្វេគសម្បតិព្រហ្មនឹងចង់ធ្វើនាងនឹងឲ្យសង្វេគចឹងខ្ញុំកណ្ណាអាត្មាភាពនឹងអានតទៀតទើបសហមបតិព្រហ្មបាត់អំពីព្រហ្មលោកមកប្រកាសលើផ្ទះនៃមាតារបស់ព្រះព្រហ្មទេពមានអាយុដោយឆាប់រហ័សដូចជាបរោះមានកម្លាំងលាចេញនៅដៃដែលបត់ចូលឬបត់ចូលនៅដៃដែលលាចេញលំដាប់នោះ
សាមបតិព្រំស្ថិតនៅឯដរអាកាសបានពោលគាថាទាំងឡាយនឹងនាងព្រាហ្មណីជាមាតារបស់ព្រះព្រហ្មទេពមានអាយុថាមនានាងព្រាហ្មណីនាងរៀបចំនៅគ្រឿងបូជាជានិច្ចចំពោះព្រំណាលោករបស់ព្រំនោះនៅឆ្ងាយអំពីទីនេះណាស់មនានាងព្រាហ្មណីគ្រឿងបូជាប្រកបដូច្នេះមិនមែនជាចំណីរបស់ព្រំទេនាងមិនដឹងនៅផ្លូវរបស់ព្រំហើយចរចាដោយម្ដេចបានមនាលនាងព្រាហ្មណីក៏អាយភិក្ខុឈ្មោះព្រហ្មទេពជាកូនរបស់នាងនេះជាអ្នកមិនមានឧបធិជាអ្នកដល់នៅភាពជាទេវតាដ៏ក្រៃលែងមិនមានសេចក្តីកង្វល់ជាអ្នកមិនចិញ្ចឹមបុគ្គលដទៃបុគ្គលនោះចូលមកកាន់ផ្ទះនាងឥឡូវនេះដើម្បីបណ្ឌបាតជាបុគ្គលគួរដើម្បីទទួលដុំបាយដែលគេនាំមកបូជាជាអ្នកដល់នៅទីបំផុតនៃទុក្ខដោយវេទមានខ្លួនអប់រំហើយជាបុគ្គលគួរទទួលទានរបស់ពួកមនុស្សនិងទេវតាបានបន្សាត់ចោលនៅបាបទាំងឡាយមិនប្រឡាក់ដោយជ័រគឺតណ្ហានិងទិដ្ឋិជាបុគ្គលមានសេចក្តីត្រជាក់តែងប្រព្រឹត្តនៅការស្វែងរកអាហារភិក្ខុនោះមិនមានសេចក្តីស្រឡាញ់ខាងក្រោយមិនមានសេចក្តីស្រឡាញ់ខាងមុខបានរងាប់នៅរាគាតិកិលេសអស់ហើយប្រឆាចផ្សែងគឺសេចក្តីក្រោធមិនមានសេចក្តីទុក្ខមិនមានសេចក្តីប្រាថ្នាដាក់ចុះនៅដំបងក្នុងពួកសត្វដែលតក់ស្លុតនិងពួកសត្វដែលខ្ជាប់ខ្ជួនភិក្ខុនោះចូលបរិភោគនៅគ្រឿងបូជាគឺដុំបាយដ៏ប្រសើររបស់នាងភិក្ខុនោះប្រឆាចសេនាគឺកិលេសមានចិត្តស្ងប់រងាប់ហើយមិនមានសេចក្តីញាប់ញ័រគឺតណ្ហាតែងត្រាច់ទៅដោយដំរីដែលគេទូមានបានមានសិលដ៏ល្អមានចិត្តរួចស្រឡះហើយភិក្ខុនោះចូលបរិភោគនៅគ្រឿងបូជាគឺដុំបាយដ៏ប្រសើររបស់នាងចុះនាងចូលមានសេចក្តីជ្រះថ្លាចំពោះភិក្ខុនោះក៏មានសេចក្តីញាប់ញ័រចូលតម្កល់នៅទានក្នុងតក្កិណាយបុគ្គលមនានាងព្រាហ្មណីចូលនាងមើលនៅអ្នកប្រាជ្ញកន្លងបងនៅអោខៈហើយធ្វើបុណ្យជាទីនាំមកនៅសេចក្តីសុខចុះនាងព្រាហ្មណីមានសេចក្តីជ្រះថ្លាមិនញាប់ញ័រចំពោះភិក្ខុនោះបានតម្កល់នៅទានក្នុងតក្កិណាយបុគ្គលនាងព្រាហ្មណីបានឃើញអ្នកប្រាជ្ញដែលកន្លងបងនៅអោខៈហើយធ្វើនៅបុណ្យជាទីនាំមកនៅសេចក្តីសុខចឹងព្រំនឹងបានពោលគាថាវែងណាហើយនាងព្រាហ្មណីហ្នឹងនិមន្តលោកកូនទៅដែរណាឃើញលោកកូនមុនមកអញ្ចឹងក៏និមន្តទៅផ្ទះតែព្រំហ្នឹងទៅពោលមុនព្រំដូចទៅពោលមុនចឹងព្រំនឹងបានពោលច្រើនហើយក្នុងលេខយោងក្នុងបៃដកហ្នឹងក៏លោកដាក់ពន្យល់ដែរដកពីអត្ថកថាមកដូចជាព្រំនឹងបានពោលថាម៉េចមនានាងព្រាហ្មណីនាងរៀបចំនៅគ្រឿងបូជាជានិច្ចចំពោះព្រំណាលោករបស់ព្រំនោះនៅឆ្ងាយអំពីទីនេះណាស់ចម្ងាយពីព្រំលោកមកហ្នឹងលោកដកពីអត្ថកថាដាក់ក្នុងលេខយោងដែរគឺថ្មប្រមាណប៉ុនផ្ទះកំពូលធ្លាក់ចុះមកអំពីព្រំលោកមួយថ្ងៃមួយយប់បានចម្ងាយ 48,000 យោជន៍ធ្លាក់ចុះ
មក4 ខែទើបដល់ផែនដីនេះជាចម្ងាយព្រហ្មលោកជាន់ទាបបំផុតចឹងថ្មប៉ុនផ្ទះកំពូលណាធ្លាក់ពីព្រហ្មលោកមកមួយយប់មួយថ្ងៃបាន 48,000 យោជន៍ឆ្ងាយណា 48,000 យោជន៍មួយយោជន៍ជាង22 គីឡូហ្នឹងគឺយើងបូកទៅហើយធ្លាក់4 ខែបានមកដល់ឋានមនុស្សយើងហើយអាហ្នឹងព្រំជាន់ទាបផងព្រំជាន់ខ្ពស់ទៀតកាន់តែយូរចឹងឥឡូវចិត្តដល់ម៉ោងហើយខ្ញុំកណាថាភាពមិនបញ្យល់នៅក្នុងគាថានេះទេព្រោះនៅសល់ម៉ោងតិចហើយព្រំនឹងបានពោលច្រើនគាថាប៉ុន្តែនៅគាថាចុងក្រោយនេះគឺជាគាថារបស់ព្រះសង្គីតិកាចារ្យគាថាដែលថានាងព្រាហ្មណីមានសេចក្តីជ្រះថ្លាមិនញាប់ញ័រចំពោះភិក្ខុនោះបានតម្កល់នៅទានក្នុងតក្កិណាយបុគ្គលនាងព្រាហ្មណីបានឃើញអ្នកប្រាជ្ញដែលកន្លងបងនៅអោខៈហើយធ្វើនៅបុណ្យជាទីនាំមកនៅសេចក្តីសុខចឹងគាថាហ្នឹងគឺរបស់ព្រះសង្គីតិកាចារ្យមានន័យថារបស់ព្រះសង្គីតិកាចារ្យតាំងពីព្រះមហាកាសបៈអីដែលធ្វើសង្គាយនាណាគាយនីលើកទី1ទី2ដល់ទី3ហ្នឹងเป็นគាថានេះប្រហែលជាគាថាសង្គាយនាលើកទី1ទេព្រោះទី1គឺមានព្រះមហាកាសបៈជាអ្នកដឹកនាំធ្វើសង្គាយនាចឹងខ្ញុំកណាអាត្មាភាពលើកយកប្រសូតពីប្រសូតមកមានប្រមាណប៉ុណ្ណឹងហើយក៏នឹងបញ្ចប់ពធក្នុងពេលនេះត្រឹមប៉ុណ្ណឹងដែរអញ្ចឹងមុននឹងបញ្ចប់សូមប្រគេនបុណ្យកុសលដល់កណាគុណចាស់គ្រប់ព្រះអង្គនិងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងតាមដានស្ដាប់អញ្ចឹងក្នុងពេលនេះខ្ញុំកណាអាត្មាភាពក៏សូមនមស្ការលានិងចម្រើនពរលា